ប្រជាពលរដ្ឋនៅស្រុកដងតុងរិះគន់អាជ្ញាធរនិងមន្ត្រីជំនាញថារក្សាភាពស្ងៀមស្ងាត់ចំពោះសកម្មភាពកាយដីភ្នំលក់យ៉ាងអនាធិបតេយ្យសកម្មភាពកាយដីភ្នំនិងការដឹកជញ្ជូនដីលក់យ៉ាងអនាធិបតេយ្យមួយកន្លែងស្ថិតក្នុងភូមិព្រៃ2ឃុំស្រែជាខាងជើងស្រុកដងតុងខេត្តកំពតរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋមូលដ្ឋានគណៈដែលអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធហាក់រក្សាភាពស្ងៀមស្ងាត់មិនមានវិធានការទប់ស្កាត់យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើបានលើកឡើងថាគេឃើញមានគ្រឿងចាស់ជាច្រើនគ្រឿងកំពុងធ្វើសកម្មភាពកាយដីភ្នំនិងមានរថយន្តដឹកដីចេញចូលយ៉ាងកកកក្រែងដើម្បីយកដីទៅលក់ចែកចាយសកម្មភាពនេះបានបង្កឲ្យមានការងឿងឆ្ងល់និងមានការរិះគន់ថាតើការកាយដីភ្នំនេះមានច្បាប់អនុញ្ញាតត្រឹមត្រូវដែរឬទេហើយហេតុអ្វីបានជាអាជ្ញាធរក្នុងតំបន់និងមន្ត្រីជំនាញខេត្តបណ្ដេតបណ្ដោយឲ្យសកម្មភាពនេះកើតឡើងដោយសេរីបែបនេះប្រជាពលរដ្ឋបានបញ្ជាក់ថាយើងមានការព្រួយបារម្ភពីផលប៉ះពាល់ដល់បរិស្ថាននិងធនធានធម្មជាតិនៅក្នុងមូលដ្ឋានហើយការដែលមន្ត្រីជំនាញមិនអើពើបែបនេះធ្វើឲ្យយើងសង្ស័យថាអាចមានភាពមិនប្រក្រតីនៅពីក្រោយខ្នងជុំវិញករណីរិះគន់ខាងលើនេះអង្គភាពសារព័ត៌មានយើងមិនទាន់អាចសុំការបំភ្លឺពីអាជ្ញាធរដែនដីក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តកំពតបាននៅឡើយទេដោយសារតាមរយៈការឆ្លើយតបបឋមពួកគាត់បានបញ្ជាក់ថាកំពុងរវល់ជាប់ប្រជុំការរក្សាភាពស្ងៀមស្ងាត់ឬការបញ្ឆ្លើយតបភ្លាមៗពីសំណាក់ស្ថាប័នមានសមត្ថកិច្ចបានធ្វើឲ្យមហាជនកាន់តែមានមន្ទិលសង្ស័យលើដំណាភាពនៃការគ្រប់គ្រងធនធានរ៉ែនិងការអនុវត្តច្បាប់នៅក្នុងស្រុកដងតុងទោះជាយ៉ាងណាក៏ដោយអង្គភាពសារព័ត៌មានយើងខ្ញុំនឹងបន្តរងចាំនិងស្វាគមន៍ជានិច្ចរកការបកស្រាយឬការបំភ្លឺពីសំណាក់អាជ្ញាធរឃុំស្រុកក៏ដូចជាមន្ត្រីជំនាញនៃមន្ទីររ៉ែនិងធម្មពលខេត្តកំពតដើម្បីឲ្យមហាជនអស់មន្ទិលនិងដើម្បីធានាបាននូវការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពសូមបញ្ជាក់ថាការកាយដីភ្នំដោយគ្មានអាជ្ញាប័ណ្ណឬការកាយខុសបច្ចេកទេសគឺជាទង្វើខុសច្បាប់ដែលត្រូវប្រឈមមុខនឹងការផ្តន្ទាទោសតាមច្បាប់ស្តីពីការគ្រប់គ្រងនិងការធ្វើអាជីវកម្មធនធានរ៉ែ